បាទសូមគោរពនឹងជំរាបសួរបងប្អូនអ៊ំពូមីងទាំងអស់គ្នាបាទថ្ងៃនេះដែរ admin ក៏បានលើកនៅសាច់រឿងថ្មីមួយដើម្បីចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នារីកស្ដាប់បាទមុននឹងឈានទៅដល់បាទស្ដាប់នៅសាច់រឿងនេះ admin ក៏សូមបងប្អូនមេត្តាជួយចុច subscribe ឬក៏ចុចជាវបាទម្នាក់មួយផងនៅលើ channel របស់ admin ម្នាក់នេះដើម្បីទទួលបានវីដេអូថ្មីបន្ថែមតោះឥឡូវកុំឲ្យខាត់ពេលវេលាយូរបងប្អូនទាំងអស់គ្នាអាចទៅស្ដាប់រឿងនិទានទាំងអស់គ្នាបានបាទតោះពីដំបូងឡើយគឺផ្ដើមចេញពីនារីម្នាក់ដែលរកផ្លែឈើនៅក្រោមស្ពានបាទរកផ្លែឈើនៅក្រោមស្ពានមួយកន្លែងដែលនៅទីក្រុងភ្នំពេញបាទនារីម្នាក់នេះគឺកំព្រាឪពុកម្ដាយហើយលក់ផ្លែឈើហ្នឹងគឺលក់តាំងពីក្មេងមកហើយបងប្អូនបាទលក់ហ្នឹងគឺកេរមរតកម្ដាយដែលម្ដាយបានបាទទទួលមរណភាពទៅក៏ទុកកន្លែងតូបហ្នឹងឲ្យខ្លួនឯងរកស៊ីអញ្ចឹងណាបងប្អូនហើយនារីម្នាក់ឈ្មោះស៊ីនាងដែលជាកូនក្រីក្របាទក្រីក្រលក់ផ្លែឈើបាទតាមកុលស្ពានហ្នឹងទេនៅថ្ងៃមួយស៊ីនាងហ្នឹងក៏បានលើកកន្ត្រករបស់ខ្លួនហ្នឹងបាទដោយធ្ងន់ពេកហ្នឹងក៏បានរបូតដៃធ្វើឲ្យផ្លែឈើដែលក្នុងកន្ត្រកហ្នឹងជ្រុះរប៉ាត់រប៉ាយពេញហ្នឹងបាទចៃដន្យថ្ងៃនោះដែរគឺបរិសុទ្ធដែលជាតួអង្គរបស់យើងហ្នឹងគាត់បានបើកឡានមកដល់បរិសុទ្ធដែលជាតួអង្គហ្នឹងគឺជាកូនបានអ្នកមានធូធាប៉ុន្តែគាត់មិនទាន់មានគ្រួសារទេគាត់នៅលេវនៅកំឡោះហើយម្ដាយគាត់តែងតែបង្ខំឲ្យគាត់ស្វែងរកអនាគតហើយក៏រៀបការអញ្ចឹងបងប្អូនហើយរៀបការជាមួយនឹងកូនមិត្តភក្តិដែលរបស់គាត់ហ្នឹងដែលតែងតែរាប់អានគ្នាអញ្ចឹងណាបងប្អូនប៉ុន្តែគាត់ពេញចិត្តគាត់ចង់រើសកូនដែលគាត់ប្តីប្រពន្ធដែលគាត់ស្រឡាញ់បងប្អូនអញ្ចឹងទៅក៏បានម្ដងឈប់មុខតូបរបស់ស្នាងហ្នឹងហើយក៏ឃើញអញ្ចឹងក៏បានឈប់ឡានពឹបចុះពីលើឡានមកបើកទ្វារមកក៏បានជួយរើសប្រមូលផ្លែឈើដែលជ្រុះរប៉ាត់រប៉ាយពេញហ្នឹងបងប្អូនជ្រុះរប៉ាត់រប៉ាយពេញហ្នឹងបាទទុកដាក់ក្នុងកន្ត្រកវិញបាទហើយស៊ីនីហ្នឹងក៏លើកដៃសំពះឲ្យអរគុណបាទអរគុណដែលបងបានជួយរើសបងអូនអរគុណច្រើនពីឈ្មោះតួអង្គរបស់យើងហ្នឹងឈ្មោះបាទវឌ្ឍនាក៏បានឆ្លើយទៅស៊ីនីថាអូមិនអីទេផ្លែឈើនេះមើលទៅដូចខូចអស់ហើយឥឡូវលក់ឲ្យខ្ញុំមកខ្ញុំទិញបាទហើយទៅសនាងថាដូចជាមិនកើតទេបងព្រោះផ្លែឈើនេះខូចទេដឹងលក់ឲ្យបងយ៉ាងម៉េចទេបងយកទៅហូបចុះហើយទៅវឌ្ឍនានេះក៏បានប្រាប់វិញថាចុះបើអ្នកឲ្យខ្ញុំបើអូនឲ្យខ្ញុំតើអ្នកបានលុយអីផ្លែឈើនេះគឺសម្រាប់លក់ដល់ពេលខូចចឹងហើយអ្នកមិនខាតច្រើនហើយឬហើយនឹងសនាងនេះក៏បានប្រាប់វិញថាញញឹមហើយក៏ប្រាប់វិញថាអត់អីទេវាជ្រុលខូចហើយណាមួយលក់ក៏មិនបានថ្លៃដែរអញ្ចឹងណាបងប្អូនវឌ្ឍនាហ្នឹងក៏បានខ្ចប់យកទិញមកខ្ចប់ដាក់ថង់មកហើយក៏បានហុចលុយឲ្យទៅសនាងហុចឲ្យសនាងថាទេអត់យកទេចំនួន$100បងប្អូនប៉ុន្តែសនាងហ្នឹងបដិសេធថាអត់ទេអត់យកទេឲ្យតែបងអូន50000រៀលមកបានហើយលុយនេះច្រើនណាស់វាលើសពីតម្លៃនៃផ្លែឈើនេះវឌ្ឍនាក៏បានប្រាប់ថាទុកចាយចោះបងតស៊ូខំប្រឹងហើយថ្ងៃនេះបងលក់មិនបានអីផងបងត្រូវបានជួបរឿងចឹងទៀតតែបងដោះស្រាយជាមួយពុកម្ដាយយ៉ាងម៉េចជំនាងក៏បានប្រាប់ថាម្ដាយពុកខ្ញុំគឺបានស្លាប់អស់ហើយគាត់មិននៅរស់ទេខ្ញុំរាល់ថ្ងៃគឺរស់នៅតែម្នាក់ឯងទេអ្នកទាំងពីរក៏បាននិយាយសារសងគ្នាតាំងពីពេលនោះមកសារសងគ្នាផ្អែមល្ហែមជាមួយគ្នាបាទហើយក៏បានថាវឌ្ឍនានេះក៏បានសួរថាមិនចឹងបានជាស្លាប់គាត់មានជំងឺគីពៀតរោគគីពៀតប្រចាំកាយនេះក៏បានចែកឋានទៅតាំងពី 4-5 ឆ្នាំមុននោះចឹងទៅក៏វឌ្ឍនានេះក៏បានប្រាប់ថាចូលរួមសោកស្ដាយផងហើយសប្តាហ៍ថ្ងៃហ្នឹងបងរស់នៅជាមួយអ្នកណារីដែរម្ដងគាត់ហៅបងមកម្ដងហៅនាងបងប្អូនបាទគាត់ហៅម្ដងបងម្ដងអ្នកនាងហើយបងរស់នៅជាមួយអ្នកណាដែររាប់ថ្ងៃហ្នឹងរស់នៅម្នាក់ឯងទេបាទពេលនេះហ្នឹងមកលក់ផ្លែឈើទៅទិញពីគេហើយត្រូវមកលក់ចឹងតហ្នឹងបងប្អូនបាទ
អ្នកទាំងពីរនិយាយសារសងនេះឡើងក៏ដូចយល់ចិត្តយល់ថ្លើមគ្នាហើយវឌ្ឍនាហ្នឹងក៏បានបាទតាក់ទាញនឹងសម្រស់របស់សេនាងនឹងដែរសម្រស់ស្អាតហើយមានតចរិតល្អស្លូតបូតសុភាពរាបសារក៏បានពេញចិត្តបាទប៉ុន្តែមិនហ៊ានណាទេគាត់និយាយសារសងគ្នាបែបផ្អែមល្ហែមបែបយល់ចិត្តគ្នាទេហើយក៏សេនាងហ្នឹងមួយអ្នកទាំងពីរក៏បាននិយាយបាទឡើងភាពស្និទ្ធស្នាលជាមួយគ្នាបាទហើយបន្ទាប់មកបាទប្រហែលថ្ងៃក្រោយមកគឺពួកគេនឹងក៏បានមានអារម្មណ៍លើគ្នាក៏បានឲ្យលេខទូរស័ព្ទឲ្យឆាតឲ្យអីគ្នាហ្នឹងណាដើម្បីទំនាក់ទំនងគ្នាបាទដល់ពេលអញ្ចឹងទៅក៏មានអារម្មណ៍លើគ្នាក៏ចាប់ផ្ដើមសារភាពប្រាប់គ្នាទៅវិញទៅមកក៏បានចាប់ផ្ដើមស្រឡាញ់គ្នាតាំងពីពេលនោះមកឥឡូវយើងបានមកមើលខាងម្ដាយរបស់រតនាវិញម្ដាយរបស់រតនាហ្នឹងគឺចង់ឲ្យរតនាហ្នឹងរៀបការជាមួយនឹងកូនមិត្តភក្តិរបស់ខ្លួនដែលជាមិត្តភក្តិម្នាក់ខ្លៅជាមួយគ្នាបាទអញ្ចឹងណាបងប្អូនប៉ុន្តែចំពោះរតនាហ្នឹងគឺអត់ពេញចិត្តទេទី1គឺរតនាហ្នឹងមិនពេញចិត្តទង្វើរបស់ដែលកូនមិត្តភក្តិរបស់ខ្លួនដែលឈ្មោះស៊ីទូចហ្នឹងមិនពេញចិត្តទេព្រោះនាងជាកូនអ្នកមានហើយចរិតនាងគឺហឺហាបាទប្រមាថមើលងាយអ្នកដទៃហើយមួយទៀតគឺរតនានឹងបានតាក់ចិត្តជាមួយនឹងសេនាងហើយបាទទាំងនៃសេនាងហ្នឹងគឺជាមនុស្សម្នាក់ដែលមានចិត្តស្លូតបូតសុភាពរាបសារចេះអោតលំទោនចេះយកចិត្តទុកដាក់ជាមួយអ្នកដទៃបាទហើយអញ្ចឹងទៅក៏បានប្រកែកជាមួយម្ដាយហើយអញ្ចឹងវឌ្ឍនាហ្នឹងក៏បាននាំសេនាងមកជួបម្ដាយប៉ុន្តែចាប់ពីពេលនោះមកគឺម្ដាយរបស់វឌ្ឍនាហ្នឹងក៏បានមើលលើមើលក្រោមបាទផ្អៀងផ្អងហើយក៏បាននិយាយពាក្យសម្ដីមួយចំនួនទៅកាន់សេនាងក៏បានប្រាប់និយាយកាន់ពាក្យសម្ដីមួយសេនាងថាមើលលើមើលក្រោមបាទហើយអញ្ចឹងទៅក៏បាទវឌ្ឍនានេះក៏បានប្រាប់ហើយថាម៉ែនេះគឺជាស្រីនាងខ្ញុំស្គាល់នាងមួយរយៈហើយខ្ញុំចង់ឲ្យម៉ែស្គាល់ដែរហើយក៏បានប្រាប់ថានាងមានចិត្តស្លូតបូតណាស់ម៉ែនាងមានភាពរួសរាយរាក់ទាក់ណាស់ម៉ែហើយនាងក៏ជាអ្នកលក់ផ្លែឈើនៅក្រោមស្ពាននៅផ្លូវកែងខាងមុខនេះដែរហើយម្ដាយរបស់វឌ្ឍនាហ្នឹងក៏បានលន់មកថាអូយនេះមែនអ្នកលក់ផ្លែឈើហើយក៏បានកែវភ្នែករបស់ម្ដាយវឌ្ឍនាហ្នឹងក៏មើលលើមើលក្រោមមើលលើសេនាងហ្នឹងមើលពីចុងសក់រហូតដល់ចុងជើងបាទហើយសេនាងហ្នឹងក៏អៀនហើយក៏បានឆ្លើយប្រាប់ថាចាខ្ញុំនឹងហើយបាទប៉ុន្តែសេនាងក៏បានប្រាប់ថាខ្ញុំស្រឡាញ់បងវឌ្ឍនាពិតមិនសម្ដែងទេហើយខ្ញុំទាំងពីរស្គាល់គ្នារយៈពេលខ្លីមែនប៉ុន្តែខ្ញុំយល់ចិត្តយល់ថ្លើមគ្នាណាស់ខ្ញុំពិតជាមានភាពស្មោះត្រង់ជាមួយគ្នាណាស់បងវឌ្ឍនាក៏ស្រឡាញ់ខ្ញុំដែរហើយខ្ញុំក៏ស្រឡាញ់បងវឌ្ឍនាអស់ពីចិត្តពីទ្រូងដែរហើយម្ដាយរបស់វឌ្ឍនាហ្នឹងក៏បាននិយាយថាចិត្តស្មោះហ្នឹងផ្គប់ផ្គង់គ្រួសារបានមែនកូនខ្ញុំសមតែត្រូវជាមួយនឹងឋានៈដូចគ្នាមិនត្រូវមិនត្រូវយកនាងឯងដែលជាអ្នករកផ្លែឈើតាមចាមផ្លូវអញ្ចឹងបាទពេលនោះក៏សេនាងក៏ស្ងៀមស្ងាត់បាទអត់មាត់ទេទឹកភ្នែករបស់គ្នាគឺរលីងរលោងបាទក្នុងចិត្តរបស់នាងគឺពេលហ្នឹងគឺបែបលក្ខណៈថាបាទចង់យំផងចង់រត់ចេញផងបាទលក្ខណៈថាកលែកទៅមើលទៅមានថាអូនស្ងួតមុខចោលចេះស្ងួតមុខចោលឈ្ងោកមុខចោលដាក់ទៅដីអញ្ចឹងហើយក៏ទឹកភ្នែកលីងរលោងបាទគាត់គិតក្នុងចិត្តថាមែនហើយឋានៈយើងតូចទាបមិនសមអីទៅរៀបការជាមួយនឹងបាទកូនរបស់អ៊ំស្រីទេអញ្ចឹងណាបងប្អូនហើយពេលនោះដែរគឺម្ដាយរបស់ស្រីវឌ្ឍនានឹងក៏បានដើរមកបាទចាប់ខ្នងពីក្រោយអោបឈើពីក្រោយហើយដាក់ដៃលើស្មារបស់សេនាងហើយក៏បានប្រាប់ម្ដាយរបស់ខ្លួនថាម៉ែស្នេហាមិនមែនជារឿងលុយទេនាងស្រឡាញ់ខ្ញុំដោយចិត្តមិនមែនស្រឡាញ់លុយទេហើយម្ដាយរបស់វឌ្ឍនានឹងក៏ខឹងបាទ
វាសនាកូននិយាយថាស្រឡាញ់ហ្នឹងកូនមិនដឹងទេអនាគតកូនទៅជាយ៉ាងណាបើកូនយកនាងកូននឹងពិបាកទៅក្នុងអនាគតមនុស្សដែលគ្មានការអប់រំមនុស្សដែលគ្មានសីលធម៌កូនគិតថាម៉ែនឹងឲ្យកូនយកមែនកូនមិនឲ្យយកទេម៉ែមិនឲ្យយកទេបងប្អូនកុំច្រឡំកូនម៉ែមិនឲ្យយកទេព្រោះនាងជាមនុស្សក្រនាងគ្មានអីមកជាប់ខ្លួនទេនាងតែមានតែកត្រកផ្លែឈើនិងមានផ្លែឈើតែប៉ុណ្ណឹងហ្នឹងតែថ្ងៃអនាគតនឹងកូនផ្សាយជីវិតជាមួយនាងអាម៉េចបើនាងក្រយ៉ាងហ្នឹងម៉ែមិនលើកកូនឲ្យតែនាងទេហើយមិនចូលទៅដឹងនាងឲ្យកូនទេព្រោះនាងជាមនុស្សក្របែបនេះពេលហ្នឹងគឺសេនាងហ្នឹងក៏បានបាទប្រាប់ទៅម្ដាយរបស់វឌ្ឍនាថាត្រូវឲ្យអ៊ំស្រីខ្ញុំក្រខ្ញុំគ្មានអ្វីប្រកួតប្រជែងជាមួយនឹងគេទេខ្ញុំគ្មានឋានៈខ្ញុំគ្មានលុយគ្មានកាក់អីទេសពថ្ងៃខ្ញុំរស់មួយកែលក់បោបានមួយកែទេខ្ញុំគ្មានអ្វីទៅប្រៀបផ្ទឹមនឹងគេទេហើយទៅម្ដាយរបស់វឌ្ឍនាក៏ឆ្លើយថាត្រូវហើយធ្វើម៉េចនាងមានបើនាងលក់ផ្លែឈើមួយថ្ងៃបានតែ 2-3 ម៉ឺនហ្នឹងមកចង់តោងទាមកូនប្រុសរបស់ខ្ញុំមិនសំណាក់នាងសុំតែនាងលក់ផ្លែឈើដូចគ្នាមិនត្រូវមកតាមទានកូនខ្ញុំដែលធ្វើការរាជការធ្វើអីតែមានធូធាមើលខោអាវសម្លៀកបំពាក់របស់នាងម្ដាយរបស់វឌ្ឍនាគឺដៀលស៊ីនាងកប់មាត់ហ្មងដៀលកប់មាត់ហ្មងបាទពេលនោះដែរគឺស៊ីនាងបាទទឹកភ្នែកហ្មងទឹកភ្នែកយំមកម៉ាត់វឌ្ឍនាក៏អោបថាម៉ែបើម៉ែមិនចូលដណ្ដឹងស៊ីនាងឲ្យខ្ញុំទេកុំថាឲ្យម៉ែលើកកូនម៉ែលើកខ្ញុំឲ្យម៉ែឲ្យខ្ញុំទៅដណ្ដឹងស្រឡាញ់កូនមិត្តភក្តិរបស់ម៉ែដែលឈ្មោះស៊ីទូចហ្នឹងម៉ែនឹងស្ដាយក្រោយបើម៉ែហ៊ានធ្វើបែបនេះម៉ែចាំមើលចោះហើយអ្នកទាំងពីរក៏បានកាន់ដៃគ្នាមកដើរចេញបងប្អូនបាទដើរចេញស៊ីនាងក៏មានចិត្តបាទអោនមុខចោះហើយក៏យំខ្សឹបហើយស៊ីនាងហ្នឹងពេលដើរចេញមកដល់ហ្នឹងគឺគាត់ហ្នឹងបាទបានប្រាប់ទៅវឌ្ឍនាថាបងមិនបាច់ព្យាយាមទេបើអ៊ំស្រីគាត់មិនពេញចិត្តធ្វើម៉េចនិស្ស័យយើងបានត្រឹមតែស្គាល់គ្នាយើងមិនអាចជាគូព្រេងនឹងគ្នាបានទេបាទអញ្ចឹងណាបងប្អូនពេលនោះដែរក៏ស៊ីនាងហ្នឹងក៏បានដើរចេញច្រានដោះដៃពីវឌ្ឍនាទៅតែវឌ្ឍនាកាន់ដៃរបស់ខ្លួនកាត់ដោះដៃចេញហើយក៏ដើរបាទត្រឡប់មកផ្ទះវិញបាទស៊ីនាងគាត់គិតថាគាត់មិនវិលត្រឡប់ទៅវិញទេហើយក៏គាត់មិននេះដែរគឺគាត់ចង់មានភាពស្ងៀមស្ងាត់ដោយសារតែនាងឈឺចិត្តបាទនាងកំព្រាឪពុកម្ដាយហើយត្រូវគេប្រមាថទៀតនាងគឺចិត្តអន់ចិត្តបាទនាងគិតថានាងមិនមានឋានៈអីដល់គ្រួសារវឌ្ឍនាទេព្រោះអីគេមិនពេញចិត្តផងគឺយើងទៅគេធ្វើអីអញ្ចឹងណាបងប្អូននាងក៏ដើរមកផ្ទះវិញទៅបាទពេលល្ងាចឡើងវឌ្ឍនាហ្នឹងក៏ព្យាយាមខលបាទខលក៏មិនលើកឆាតក៏មិនតបបាទធ្វើសេសម្បត្តិក៏មិនឆ្លើយតបបែបហ្នឹងទៅសនាងឃើញបាទឃើញតែមកក៏ឃើញឆាតរបស់វឌ្ឍនាដែរប៉ុន្តែសនាងគឺមិនខ្វាយខ្វល់ទេស្រាប់តែពេលប្រហែលថ្ងៃក្រោយមកវឌ្ឍនាទៅរើនាងដោះផ្ទះបាទត្រូវនាងដោះផ្ទះហ្នឹងហើយសួរគេចិត្តខាងផ្ទះនាងនៅណាអីណាអញ្ចឹងរដងនាងទៅលក់តែមួយរយៈហ្នឹងនាងអត់ទៅលក់ទេដោយសារនាងពិបាកចិត្តហ្នឹងកុំឲ្យវឌ្ឍនាទៅរើឃើញហ្នឹងនាងក៏ឈប់លក់បាទលក់ប្រហែលថ្ងៃទៅនេះដែលលក់ដល់ចិត្តខាងក៏បានប្រាប់នាងថាផ្ទះនាងនៅនោះបត់ផ្លូវតិចទៅគឺដល់ហើយដើរបាយហ្នឹងប្រហែលជា1គីឡូដីគឺដល់ហើយវឌ្ឍនាក៏បានຕົកឡាននៅកន្លែងលក់ហ្នឹងរត់ទៅវឹងបាទរត់ទៅវឹងរត់ទៅក៏បានចុចកណ្ដឹងទ្វារទៅហ្នឹងនាងមិនបានមើលនាងក៏បើកទ្វារក៏ឃើញបងរតនាហើយក៏ស្ទុះរតនាក៏ស្ទុះទៅចាប់ដៃព្រោះស៊ីនាងហ្នឹងចាប់ដៃហើយដើរចូលក្នុងផ្ទះថាហេតុអីអូនមិនតបសារបងហេតុអីអូនមិនតបមិនលើកលែងបងមិនអូនធ្វើបែបហ្នឹង
សនាងក៏បានប្រាប់ទៅវឌ្ឍនាវិញថាបងខ្ញុំមិនចង់មានបញ្ហាទៀតទេបងសូមឲ្យខ្ញុំនឹងរស់ដោយស្ងប់ស្ងាត់ផងចុះខ្ញុំហត់ហើយខ្ញុំមិនចង់ហែសមុទ្រទឹកភ្នែកខ្លួនឯងទេបាទវឌ្ឍនានឹងក៏បានប្រាប់ទៅសនាងវិញថាអូនកុំធ្វើបែបនេះអីបងនឹងបញ្ចុះបញ្ចូលម្ដាយបងឲ្យគាត់យល់ព្រមអូនកុំបែកមួយបងអីណាបងសូមអង្វរបាទហើយសនាងក៏យំបាទយំហើយញញឹមទាំងទឹកភ្នែកហើយក៏បានប្រាប់ថាបងអាចបញ្ចុះបញ្ចូលចិត្តម៉ែរបស់បងបានប៉ុន្តែបងមិនអាចបញ្ចុះបញ្ចូលចិត្តសង្គមបានទេសនាងក៏បានប្រាប់ទៀតថាមិនចង់ឲ្យបងរងទុក្ខដោយការអ្នកដទៃមើលមកថាឋានៈបងខ្ពង់ខ្ពស់មកយកខ្ញុំដែលជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវនោះទេសញ្ញាក៏បាននិយាយហើយក៏បានដោះដៃចេញពីវឌ្ឍនាបោះដៃចេញវឌ្ឍនាហើយក៏បានច្រានរតនាហ្នឹងឲ្យចេញពីរបងផ្ទះបាទហើយក៏បានបិទទ្វារបាទហើយក៏ដើរចូលទៅក្នុងវិញបាទប៉ុន្តែនៅពេលដែលនាងដើរចូលទៅក្នុងបងប្អូនចិត្តនាងស្ទើរប្រេះទ្រូងហើយបងប្អូនស្ទើរប្រេះទ្រូងហើយថាស្រឡាញ់ធ្វើម៉េចបើម្ដាយមិនពេញចិត្តហើយខ្លួនក្រមែនធ្វើម៉េចមិនសំសួនទៅបីស្រឡាញ់ក៏គ្មានអនាគតក្នុងគ្រួសារដែរបាទបងគិតទៅថាបើម្ដាយក្មេកយើងមិនពេញចិត្តទៅបីយើងព្យាយាមខំធ្វើណាក៏យើងមិនមានសុភមង្គលក្នុងគ្រួសារដែរបាទហើយប្រឡងប្រហែលថាជារយៈពេល2ខែកន្លងមកទៅបាទម្ដាយរបស់វឌ្ឍនាហ្នឹងក៏បាននាំវឌ្ឍនាហ្នឹងទៅចូលស្ដីដណ្ដឹងកូនមិត្តភក្តិរបស់ខ្លួនដែលឈ្មោះសេទូចហ្នឹងបងប្អូនបាទចូលដណ្ដឹងហើយរៀបការបាទប៉ុន្តែនៅដែលកម្មវិធីរៀបការហ្នឹងគឺវឌ្ឍនាអត់មុខអរិចសោះមុខក្រៀមក្រំហ្មងអត់មុខអរិចមុខសពូនបាទពេលនោះដែរគឺមិត្តភក្តិរបស់សនាងហ្នឹងដែលឈ្មោះបញ្ញាហ្នឹងក៏បានសង្កេតឃើញបាទទឹកមុខរបស់វឌ្ឍនាហ្នឹងគឺក្រៀមក្រំបាទក្រៀមក្រំមិនមាត់មិនកជាមួយនឹងណាទេហើយរៀបការហ្នឹងពីសានចុងដៃហ្នឹងគឺបាទគឺមុខមិនរិចទេគឺមិនរិចទេបាទហើយមុខក្រៀមក្រំម្ដាយរបស់វឌ្ឍនាហ្នឹងក៏តែងតែប្រាប់នេះថាញញឹមឡើងកុំធ្វើអញ្ចឹងអីញញឹមនេះជាថ្ងៃរៀបការរបស់កូនជឿតាមម៉ែទៅកូនមិនខុសទេអញ្ចឹងណាបងប្អូនម្ដាយរបស់រតនាហ្នឹងក៏បានបាទញញឹមជាមួយនឹងដន្លងហើយក៏បានមិត្តភក្តិរបស់ខ្លួនដែលជាដន្លងណាពងរៀបការបានថាក៏គាត់ហ្នឹងឈ្មោះម្ដាយរបស់ស៊ីទូចហ្នឹងឈ្មោះសុភាបាទឈ្មោះសុភាក៏បាននិយាយទៅកាន់សុភានឹងថាម្ដាយរបស់រតនាហ្នឹងបាននិយាយកាន់សុភាថាឃើញទេសុភាយើងខ្លាចជាដន្លងនឹងគ្នាហើយយើងនឹងបានចៅពរឆាប់ហើយសុភាហ្នឹងក៏បានប្រាប់ថាយីឯងបញ្ញាប់លឿនម៉េះការមិនតន់ចប់ផងចង់បានចៅលឿនម៉េះទីទូចដែលជាត្រូវជាប្រពន្ធនៃកំពង់ការហ្នឹងក៏បានថាបងញៀមឡើងបងកុំធ្វើមុខក្រៀមសពួនយ៉ាងអីនេះថ្ងៃមង្គលការរបស់យើងណាហើយម្ដាយរបស់វឌ្ឍនាហ្នឹងក៏បានប្រាប់ទៀតថាញញឹមឡើងកុំធ្វើមុខសពួនយ៉ាងអីនេះជាថ្ងៃមង្គលរបស់កូនហើយកូនជឿតាមម៉ែទៅកូនមិនខុសទេថ្ងៃអនាគតកូននឹងមានមុខមានមាត់នៅក្នុងសង្គមពេលដែលកម្មវិធីនឹងគេរៀបចប់វឌ្ឍនាហ្នឹងក៏បានដើរចេញទៅបន្ទប់ទឹកក៏បានអង្គុយយំនៅក្នុងបន្ទប់ទឹកយូរមកមែនតើយំរហូតព្រោះអាពេលតាមក្នុងកម្មវិធីហ្នឹងគឺទ្រាំហើយដល់ពេលចប់កម្មវិធីហ្នឹងគឺវឌ្ឍនាដើរទៅបន្ទប់ទឹកទៅយំក្នុងបន្ទប់ទឹកហ្នឹងហ្មងបាទទៅយំក្នុងបន្ទប់ទឹកហ្នឹងខ្លួនមិនពេញចិត្តទេ
មិនពេញចិត្តនៅអ្វីដែលម្ដាយរៀបចំទុកឲ្យទេខ្លួនស្រឡាញ់ជានាងមិនស្រឡាញ់ស៊ីទូចទេដោយសារស៊ីទូចហ្នឹងមិនថាមិនទេគឺគាត់ថាគាត់មានចិត្តទៅលើសនាងណាស់ហើយបាទព្រោះសនាងគឺជានារីម្នាក់ដែលស្លូតបូតមានការតស៊ូគំព្រាឪពុកម្ដាយពីក្មេងគាត់ស្រឡាញ់អត្តចរិតរបស់សនាងបងប្អូនបន្ទាប់ពីរៀបការនឹងចប់បានរយៈពេល2ខែគ្រួសារវឌ្ឍនាហ្នឹងដែលជាប្រពន្ធនឹងស៊ីទូចហ្នឹងគឺអត់ចោះចម្រងគ្នាដោយសារអ្នកទាំងពីរហ្នឹងគឺអត់មានចិត្តលើគ្នាប៉ុណ្ណឹងរៀបការដោយមានការបង្ខិតបង្ខំហ្នឹងឆ្លោះគ្នារាល់ថ្ងៃអត់មានពេលណាដែលមិនឆ្លោះគ្នារាល់ថ្ងៃជជែកគ្នារាល់ថ្ងៃឆ្លោះប្រកែកគ្នារាល់ថ្ងៃដោយសារកូនមិត្តភក្តិរបស់ខ្លួនហ្នឹងស៊ីទូចហ្នឹងគឺជាអ្នកដែលលេងល្បែងបាទលេងល្បែងអានខ្លួនមានប្តីរត្រកហើយខ្លួនលេងល្បែងឲ្យគិតខ្វល់ខ្វាយពីវឌ្ឍនាទេហើយណាមួយប្រច័នទៀតប្រច័នប្តីខ្លាំងហើយរតនាហ្នឹងពិបាកដេកបត់បាយអត់ទឹករយប់ដោយសារគិតច្រើនបាទហើយប្រហែលមួយរយៈក្រោយមកក៏បានដំណឹងថាសញ្ញាហ្នឹងចូលពេទ្យសង្គ្រោះមកតដោយសារមានជំងឺធ្ងន់ធ្ងរជំងឺរបស់សញ្ញាហ្នឹងគឺជំងឺដែលតំណពូជពីម្ដាយរបស់គាត់នឹងស្លាប់ដោយសារជំងឺហ្នឹងបាទជំងឺថ្លើមចម្រិតធ្ងន់ហើយនឹងបេះដូងគាត់សម្រាប់នៅមន្ទីរពេទ្យថ្ងៃមួយវឌ្ឍនាហើយនឹងម្ដាយបកកើតរបស់ខ្លួនហ្នឹងក៏បាននាំម្ដាយហ្នឹងទៅមើលសញ្ញានៅមន្ទីរពេទ្យហ្នឹងក៏បានឃើញនាងដេកនៅលើគ្រែពេទ្យហ្នឹងបាទប៉ុន្តែនាងនិយាយបានខ្សឹបព្រោះដំណាក់កាលធ្ងន់ហ្នឹងគឺនិយាយបានដោយលឺខ្សឹបតដាក់មាត់នឹងតិចនៅបានលឺអញ្ចឹងបងប្អូនហើយសញ្ញាហ្នឹងក៏ចាប់ដៃវឌ្ឍនាហើយក៏កលែកមកវិញគឺនឹងឃើញម្ដាយនៅគៀនខ្លួនដែរម្ដាយវឌ្ឍនាហ្នឹងក៏បានលើកដៃសាពះហើយក៏បានបាយវឌ្ឍនាក៏បានដាក់តិចរបស់ខ្លួនហ្នឹងទៅស្ដាប់បាទសញ្ញាក៏បានប្រាប់ថាម៉ែខ្ញុំហៅម៉ែចុះម៉ែខ្ញុំពិតជាសុំទោសមែនបើសិនតែម៉ែគិតអាក្រក់មកលើខ្ញុំប៉ុន្តែខ្ញុំស្រឡាញ់បងវឌ្ឍនាដោយស្មោះអស់ពីចិត្តខ្ញុំមិនស្រឡាញ់ទ្រព្យសម្បត្តិបងវឌ្ឍនាទេខ្ញុំមិនស្រឡាញ់លើទ្រព្យសម្បត្តិទេហើយម្ដាយរបស់វឌ្ឍនាហ្នឹងបាទក៏យំទឹកភ្នែកហូរស្ដាយក្រោយដែលខំប្របាយពិបាកខ្លួនហ្នឹងហើយទៅរើសកូនដែលមិត្តភក្តិរបស់ខ្លួនដែលកូនមិត្តភក្តិរបស់ខ្លួនជាអ្នកលេងល្បែងញៀនល្បែងពេលបានអីទៅលេងល្បែងលេងអីមិនគិតពីគ្រួសារបងប្អូនយំហើយក៏ប្រាប់សញ្ញាវិញថាកូនម៉ែគិតខុសហើយម៉ែគិតតែអំពីកេរ្តិ៍ឈ្មោះគិតតែអំពីទ្រព្យសម្បត្តិតែម៉ែភ្លេចមើលចិត្តមនុស្សសនាងកាន់ដៃបាទកាន់ដៃវឌ្ឍនាហ្នឹងក៏បានប្រាប់ថានាងសូមកំចាក់ចេញពីបងអីនាងទៅចោលបងហ្នឹងបងពិតជារស់គ្មានន័យអ្វីទេបើនាងទៅចោលបងនាងអភ័យទោសឲ្យបងផងម៉ែក៏ខុសបងក៏ខុសហើយនាងឆាប់ក្រោកវិញណាហើយសញ្ញានោះក៏បានប្រាប់សួរទៅកាន់វឌ្ឍនាថាចុះឯណាប្រពន្ធរបស់បងមិនឃើញមកជាមួយបងវឌ្ឍនាក៏និយាយឲ្យទាំងទៅមុខគ្រាមក្រមក៏បានប្រាប់ទៅសញ្ញាថាគេមិនមកជាមួយបងទេគេរវល់តែលេងល្បែងគេមិនមកជាមួយបងទេបងសោះថ្ងៃរស់នៅទាំងដែលគ្មានសុភមង្គលក្នុងគ្រួសារទេដោយសារតែបញ្ហាគឺលេងល្បែងលេងអីអញ្ចឹងណាបងប្អូនបាទទនាងចាប់ពីពេលហ្នឹងបិទភ្នែកស្រឹមបាទហើយម្ដាយរបស់វឌ្ឍនាហ្នឹងក៏យំខ្លាំងសោកស្ដាយនៅពេលដែលខ្លួនបំបែកបំបាក់បាទសនាងជាមួយនឹងវឌ្ឍនាទៅគឺខំលើកកូនឲ្យគេប៉ុន្តែអ្នកផ្សេងហ្នឹងគឺមិនចិត្តមិនដូចសនាងទេបាទចិត្តគេនឹងលោភលន់ដល់ឃើញទ្រព្យសម្បត្តិបាទមិនឃើញ
ស្រឡាញ់មានសុភមង្គលទេសោកស្ដាយហើយវឌ្ឍនាហ្នឹងក៏យំហើយតែខ្លាំងទៀតដោយសារនាងបានស្លាប់ទៅហើយណាបងប្អូនហើយម្ដាយរបស់វឌ្ឍនាហ្នឹងក៏បានយកសពជានាងទៅធ្វើបន់តាមកម្មវិធីដោយសារតែនាងហ្នឹងគឺអត់មានម៉ែឪទេនាងរស់នៅដោយម្នាក់ឯងហ្នឹងបាទលក់ដូរខ្លួនឯងហ្នឹងយកទៅធ្វើបន់ហើយនាងបានធ្វើបន់បាទតាមផ្លូវហើយក៏វឌ្ឍនាក៏លែងលះជាមួយសីទូចទៅដោយសារតែសីទូចហ្នឹងមិនខ្វល់ខ្វាយមិនមានសុភមង្គលផងរស់នៅធ្វើអីលែងចេញទៅហើយម្ដាយវឌ្ឍនាហ្នឹងក៏អត់ធុសុំកម្មាទោសពីសនាងដែរគាត់ថាម៉ែខុសហើយអ៊ំខុសហើយអ៊ំមិនគួរណាធ្វើបែបនេះដាក់ក្មួយទេពេលគាត់ស្ដោកស្ដាយបងប្អូនគាត់សោកស្ដាយមែនទែនហើយចាប់ពីពេលហ្នឹងមកគឺវឌ្ឍនាបាទមិនយកគ្រួសារទៀតទេបាទរហូតដល់បាទធ្វើបន់កម្មវិធីចប់ហ្នឹងទេបងប្អូនចប់ធ្វើបន់ធ្វើតែកតុកសលឲ្យនាងរហូតនេះតែចិត្តវឌ្ឍនាគឺមិនដាច់ពីនាងទេនៅតែយំអោបហុកថតនឹងរហូតបាទចិត្តមិនដាច់ទេអញ្ចឹងសាច់រឿងដែរមានតែប៉ុណ្ណឹងទេបងប្អូនបាទអញ្ចឹងបាទចង់និយាយថាបាទការរើសអើងរបស់មនុស្សបាទមិនការរើសអើងរបស់មនុស្សហ្នឹងគឺមិនគិតថាគ្រាន់តែរូបសម្បត្តិខាងក្រៅគ្រាន់តែជាការងារខាងក្រៅហ្នឹងគឺបង្ហាញពីតម្លៃរបស់មនុស្សទេសំខាន់លើទង្វើអត្តចរិតដែលមនុស្សបានធ្វើបងប្អូនគឺមិនគិតថាគ្រាន់ថាពណ៌សម្បល់រូបរាងខាងក្រៅបង្ហាញពីអត្តចរិតមនុស្សទេបាទគ្រាន់តែជាការធ្វើម៉េចអានឹងតាមជីវភាពរបស់ខ្លួនវាតបតែងបានប៉ុណ្ណឹងល្អប្រសើរសំខាន់អត្តចរិតការយកចិត្តទុកដាក់ការមានសិលធម៌ខ្ពស់បានជាមនុស្សពិតបងប្អូនអញ្ចឹងសាច់រឿងដែរមានតែប៉ុណ្ណឹងទេបងប្អូនបាទបើបងប្អូនពេញចិត្តហើយក៏បងប្អូនខ្ញុំនិយាយទៅមានកន្លែងណាលើឈូខ្វះខាតអីបងប្អូនមេត្តាអធិស្ឋានផងដោយសារតែយើងរឿងនិទាននេះគឺនិទានបានលើកមកស្ដែងអញ្ចឹងណាបងប្អូនអញ្ចឹងបើបងប្អូនប្រឡាញ់នឹងពេញចិត្តឬក៏បងប្អូនមានមតិឬក៏មានយោបល់យ៉ាងណាឬក៏បងប្អូនចង់បានសាច់រឿងអីឲ្យខ្ញុំនិយាយបងប្អូនអាច comment នៅខាងក្រោមបាទ channel នេះបានហើយបងប្អូនអាចបាទជួយចុច subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតអញ្ចឹង admin ក៏សូមគ្រប់នឹងជំរាបលាមានតែប៉ុណ្្នឹងទេអញ្ចឹងសូមអរគុណបងប្អូនដែលចំណាយពេលវេលាមានតម្លៃមកស្ដាប់នៅ channel របស់ខ្ញុំបាទសូមអរគុណ